បាទអញ្ញាគ្រប់នឹងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់បាទថ្ងៃនេះខ្ញុំបាទគូសារ៉ាត់មានជាប្រភេទបាទកូនឡានបាញ់ថ្នាំប្រភេទហ្នឹងគឺបំពាក់ទៅដោយម៉ាស៊ីនយ៉ាន់ម៉ា15សេសបាទកម្លាំងវា15សេសបំពាក់ទៅដោយប៉ុង2ប្រភេទហ្នឹងគឺយើងប្រើជាកលាកាប់មុខក្រោយហើយប្រភេទហ្នឹងគឺប៉ាណាមុខកម្លាំងដាស់វាហ្នឹងគឺអត់ដូចគ្នាទេបាទប្រភេទហ្នឹងគឺមួយប្រើតនផ្កាមួយទៀតប្រើតនលាតធម្មតាពុកម៉ែបងប្អូនប្រភេទហ្នឹងគឺម៉ាស៊ីនយ៉ាន់ម៉ាដូចគ្នាក្បាលបូមអីគឺដូចគ្នាទាំងអស់បាទប្រភេទហ្នឹងគឺយើងប្រពាក់ទៅដោយធុងបាញ់ថ្នាំចំនួន1000លីត្របាទចំណុះទឹក1000លីត្រហើយនឹងក្បាលបាញ់នៅខាងក្រោយចំនួនប្រវែង3ម៉ែត្រពីមុខទៅបាទអត់ប៉ះពាល់សុខភាពពុកម៉ែបងប្អូនទេបាទក្បាលបូមនេះគឺជាប្រភេទក្បាលបូមល្អបាទបាញ់ខ្លាំងប្រភេទក្បាលបូមហ្នឹងគឺយើងបាច់អូសបាន6ក្បាលបិចបាទក្បាលបិច6គ្រាប់ខាងនេះក៏ដូចគ្នាបាទម៉ូតវាដូចគ្នាទាំងអស់បាទតែខុសតែតឡាំងដាស់ក្រមទេបាទតឡាំងដាស់ក្រមនេះគឺខុសគ្នាប្រភេទហ្នឹងគឺយើងប្រពាក់ទៅដោយប៉ុង2បាទម៉ាស៊ីនហ្នឹងគឺមានដុំដេបាទមានដុំដេទាំងពីរបាទប្រភេទដុំដេហ្នឹងគឺយើងយកដុំដេប្រភេទដុំដេឡាន470មកដាក់បាទគឺដេអត់ចាំបាច់កាច់ច្បាប់ទេបាទគឺកាច់ឆេះបាទទស្សនានៃការដេទាំងអស់គ្នាពុកម៉ែបងប្អូនបាទបាទអានេះគឺយើងដេបាទដេកម្លាំងដេរបស់វាគឺអត់ចាំបាច់កាច់ច្បាប់ទេហើយសលេងវាព្រោះបាទប្រភេទដេហ្នឹងសលេងវាព្រោះមានពុកម៉ែបងប្អូនណាតម្រូវការអាចតាក់ទងមកបានបាទតម្លៃបាទតាមពុកម៉ែបងប្អូនចង់បានម៉ាស៊ីនកូនកាត់ម៉ាស៊ីនជប៉ុនអីគឺយើងដាក់តាមហ្នឹងបាទប្រភេទហ្នឹងក្នុងមួយថ្ងៃបាទស៊ីមួយសុទ្ធអស់តែ6លីត្រទេពុកម៉ែបងប្អូនបាទក្នុងមួយថ្ងៃយើងបាញ់ថ្នាំក៏ម៉ាស៊ីនហ្នឹងបាទក៏ម៉ាស៊ីនហ្នឹងបាទ